គ្រឿងផ្សំសម្រាប់ធ្វើបបរថ្ងៃនេះគឺមានអង្ករប្រូកូលីទឹកស៊ុបថ្លានិងសាច់គោសម្រាប់ប្រូកូលីមុននឹងយកទៅចម្អិននាងខ្ញុំស្រុះទឹកក្តៅមួយតង់សិនណាបងប្អូនជំហានដំបូងនៃការដាំបបរទី1គេនោះគឺយើងត្រូវដាំទឹកឲ្យពុះបន្ទាប់ពីទឹករបស់យើងពុះបានល្អហើយយើងចាប់ផ្ដើមដាក់អង្ករចូលបន្ទាប់ពីយើងបានដាក់អង្ករចូលហើយគឺយើងចាប់ផ្ដើមដាក់សាច់និងដាក់បន្លែចូលជាមួយគ្នាបាននៅក្នុងវីដេអូនេះគឺអត់មានបានឃើញនាងខ្ញុំដាក់បន្លែទេពីព្រោះដោយសារនាងខ្ញុំអត់បានថតពេលដាក់បន្លែចូលហើយជាពិសេសនោះកុំភ្លេចជាមួយនឹងទឹកស៊ុបថ្លាសម្រាប់បបរខាប់គ្រប់គ្រឿងរបស់យើងថ្ងៃនេះគឺមានលក្ខណៈពិសេសដោយសារតែមានគ្រឿងផ្សំពិសេសចូលរួមដែរថ្ងៃនេះគឺមានគ្រឿងផ្សំសំខាន់គឺប្រូកូលីគឺជួយបានច្រើនសម្រាប់សុខភាពពីព្រោះប្រូកូលីគឺជាបន្លែដែលមានជីវជាតិខ្ពស់ជំនួយប្រព័ន្ធរំលាយអាហារគឺជួយដល់ការបញ្ចេញជាតិពុលបង្កើនថាមពលដល់កោសិកាជំនួយដល់ប្រព័ន្ធប្រសាទផងដែរមិនតែប៉ុណ្ណោះប្រូកូលីគឺមានរសជាតិឆ្ងាញ់ហើយនៅពេលដែលយើងធ្វើបូកបញ្ចូលគ្នាជាមួយនឹងសាច់គោថែមទៀតគឺរឹតតែបង្កើនរសជាតិឲ្យមានរសជាតិឆ្ងាញ់តែម្ដងហើយក្រឡេកមកមើលបបររបស់យើងវិញគឺឆ្អិនហើយគឺសភាពរបស់បបរគឺបែបនេះឯងក្លិនវិញគឺឈ្ងុយមិនធម្មតាចូលមកដល់ការកិនវិញម្ដងចំពោះការកិនគឺយើងកិនតម្រូវទៅតាមអាយុរបស់កូនរបស់លោកអ្នកគឺកូនកាន់តែធំអាយុកាន់តែច្រើនបន្តិចម្ដងគឺយើងកិនលៃតម្រូវទៅតាមនឹងដែរគឺត្រូវយកសាច់បបររៀងគ្រើមបន្តិចម្ដងដើម្បីឲ្យកូនរបស់យើងរៀនញ៉ាំនិងឆាប់ចាស់ញ៉ាំបានល្អពេលនេះបបររបស់យើងគឺហើយរួចរាល់ជាស្រេចអរគុណសម្រាប់ការទស្សនា